តម្លៃមាសសកលបានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតតម្លៃខ្ពស់ជាង$5,600ក្នុងមួយអោនមកត្រឹម$5,140ក្នុងមួយអោនសូមស្វាគមន៍មកលោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារដូរប្រាក់នៅកម្ពុជាតម្លៃមាសក៏ធ្លាក់ថ្លៃតាមតម្លៃសកលដែរដោយតម្លៃតម្លឹងធ្លាក់ថ្លៃពីតម្លៃ$6,700មកត្រឹម$6,300ក្នុងមួយតម្លឹងមូលហេតុសំខាន់ដែលធ្វើឲ្យតម្លៃមាសមានការធ្លាក់ថ្លៃនាពេលបច្ចុប្បន្ននេះគឺការលក់មាសដើម្បីទទួលបានផលចំណេញបន្ទាប់ពីមាសមានការកើនឡើងថ្លៃកម្រិតខ្ពស់បំផុតអ្នកវិនិយោគបានលក់មាសចេញដើម្បីទទួលបានប្រាក់ចំណេញដែលបង្កជាហេតុធ្វើឲ្យតម្លៃមាសមានការ sell off ឬធ្លាក់ថ្លៃយ៉ាងខ្លាំងMarket crash តម្លៃមាសបានធ្លាក់ថ្លៃជាង8%ក្នុងរយៈពេលដ៏ខ្លីដែលបណ្ដាលឲ្យមានការខាតនៅក្នុងទីផ្សារសរុបជាង$3 trillionការផ្សេងៗទៀតរួមមានលុយដុល្លាรงើបឡើងខ្លះបន្តិចធ្វើឲ្យតម្លៃមាសមានការថមថយតម្លៃដូចនាពេលបច្ចុប្បន្នភាពនេះធ្លាក់ថ្លៃនៅក្នុងទីផ្សារភាគហ៊ុនដូចជា Microsoft ធ្លាក់ខ្លាំងបង្កឲ្យមានការលក់ទ្រព្យសកម្មផ្សេងៗដើម្បីយកសាច់ប្រាក់ថាតើនៅពេលបច្ចុប្បន្ននេះយើងគួររងចាំទិញមាសនៅតម្លៃណានិងតម្លៃណាដែលយើងអាចធ្វើការលក់យកផលចំណេញសម្រាប់អ្នកមានថវិកាត្រៀមទិញមាសឬការវិនិយោគរយៈពេលវែងគួរទិញក្នុងកម្រិតតម្លៃទាបក្នុងតម្លៃ$5,000ទៅ$5,100ក្នុងមួយអោនឬទាបជាងនេះបើធ្លាក់បន្ថែមគេកណ្ដាលនៅតែទិញមាសភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយនិងការធ្លាក់ថ្លៃប្រាក់ដុល្លារគោលនយោបាយធនាគារកណ្ដាលផ្សេងៗនឹងជំរុញឲ្យតម្លៃមាសងើបឡើងថ្លៃវិញអព្យាករណ៍ពីធនាគារធំៗដូចជា JP Morgan, Goldman Sachs រំពឹងថាមាសនឹងអាចកើនឡើងខ្លាំងទៅរកតម្លៃ$6,000ក្នុងមួយអោននៅចុងឆ្នាំ2026ឬខ្ពស់ជាងនេះទៅទៀតដោយបច្ចុប្បន្នភាពនេះជាឱកាសក្នុងការត្រៀមទិញមាសក៏ដូចជាបើកគណនីកក់ហាងឆេងមាសតាមរយៈប្រព័ន្ធធនាគារការកម្របែបនេះឲ្យលោកស្រីដែលកំពុងតែមានចំណាប់អារម្មណ៍ក្នុងការចេះលម្អិតពីរបៀបកក់ហាងឆេងអន្តរជាតិខ្នាតជាអោនតាមរយៈប្រព័ន្ធធនាគារឲ្យលោកស្រីអាចធ្វើការទំនាក់ទំនងមកនេះខ្ញុំសារ៉ាសាន់ដេតាមទូរស័ព្ទនៅខាងលើដើម្បីទទួលបានការបង្រៀនដែលឥតគិតថ្លៃសម្រាប់លោកស្រីដែលកំពុងតែមានចំណាប់អារម្មណ៍ក្នុងការចេះលម្អិតពីរបៀបទិញនិងលក់តម្លៃហាងឆេងមាសក៏ដូចជាស្វែងរកឱកាសចំណេញពីការទិញលក់តម្លៃហាងឆេងមាសអន្តរជាតិតាមរយៈប្រព័ន្ធធនាគារឲ្យលោកស្រីអាចធ្វើការទំនាក់ទំនងមកនេះខ្ញុំសារ៉ាសាន់ដេតាមទូរស័ព្ទនៅខាងលើដើម្បីទទួលបានការបង្រៀនក៏ដូចជាការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ